ប៉ុន្តែប្រទេសកម្ពុជាយើងបងប្អូនប្រជាពលរដ្ឋបានដឹងហើយថាយើងអត់ទាន់មានរោងចក្រចម្រាញ់ប្រេងកាតទេដូច្នេះយើងអត់មានទាន់មានលទ្ធភាពដើម្បីស្តុកប្រេងឆៅដើម្បីយកមកកែច្នៃទេឥឡូវនេះរដ្ឋាភិបាលកំពុងតែជជែកជាមួយនឹងក្រុមហ៊ុនវិនិយោគមួយចំនួនដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជាបងប្អូនប្រជាពលរដ្ឋកន្លងមកបានមានការ comment ទៅលើបញ្ហា Facebook មួយចំនួនថាយូរហើយមិនក៏មិនធ្វើមិនមែនជាតែនឹកឃើញចង់ធ្វើបានទេពីព្រោះដើម្បីធ្វើរោងចក្រចម្រាញ់ប្រេងកាតត្រូវតែមានមាត្រដ្ឋានសេដ្ឋកិច្ចមួយធំទីផ្សារធំស្រូបរបស់វាប្រហែលឆ្នាំមុននោះសម្ដេចតេជោហ៊ុនសែនក៏ធ្លាប់ចង់ធ្វើរោងចក្រប្រេងកាតនេះដែរមិនមែនសម្ដេចបណ្ដាលគិតទេសម្ដេចបានគិតបិទល្អល្អន់ណាស់ប៉ុន្តែទីផ្សាររបស់កម្ពុជានៅមានសេដ្ឋកិច្ចមាត្រដ្ឋានទាបតូចមិនទាន់អាចធ្វើបានទេដូចឧទាហរណ៍ថាចុះមិនក៏មិនធ្វើកប៉ាល់ហោះទៅណាស្រុកខ្មែរចុះមិនក៏មិនធ្វើរោងចក្រដំឡើងយន្តហោះទៅសួរថាតើយើងមិនចង់ធ្វើយើងចង់ធ្វើប៉ុន្តែសួរថាតើទីផ្សារយើងអាចធ្វើរោងចក្រដើម្បីដំឡើងយន្តហោះបានទេបញ្ហានេះខ្ញុំសូមជម្រាបជូនថាឥឡូវនេះរដ្ឋាភិបាលកំពុងតែជជែកយ៉ាងសកម្មក្នុងការឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាតនេះបើសិនជាយើងមានរោងចក្រនេះគឺយើងអាចស្តុកប្រេងឆៅប៉ុន្តែឥឡូវកំពុងតែជជែកគ្នាការជជែកគ្នាប្រហែលជា2 3 4 5ខែហើយប៉ុន្តែកំពុងតែជជែកគ្នាដើម្បីធ្វើម៉េចឲ្យរោងចក្រនេះចេញហើយយើងចង់បានណាដោយសម្ដេចចូលចង់បានសម្ដេចមហាបវរទៅបដីក៏ចង់បានដែរហើយយើងចង់បានណាប៉ុន្តែសំខាន់គឺថាការវិនិយោគនេះគឺវាទាមទារទីផ្សារមួយធំហើយទីផ្សារវាតូចនឹងនៅបញ្ហានៅត្រង់ហ្នឹងឯងដែលពិបាកខ្ញុំសង្ឃឹមថាវានឹងអ្វីជាសុតិនិយមនៃការចរចាខ្ញុំសង្ឃឹមថាប្រសិនបើពុំមានអីប្រែប្រួលខ្ញុំសង្ឃឹមថារោងចក្រនេះនឹងអាចចេញជារូបរាងនៅក្នុងត្រឹមប្រហែលជា3 ឆ្នាំពេលខាងមុខយ៉ាងយូរ